សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅស្គាល់ឆ្នេរសមុទ្រមួយកន្លែងនៅក្នុងប្រទេសជប៉ុនដែលមានឈ្មោះថាកូសាវ៉ាតារីឆូជាឆ្នេរសមុទ្រដែលស្រស់ស្អាតហើយស្ងប់ស្ងាត់បើនិយាយរួមទៅឆ្នេរសមុទ្រហ្នឹងគឺជាប្រភេទឆ្នេរសមុទ្រដែលមានខ្សាច់ស្អាតលេខ2នៅក្នុងប្រទេសជប៉ុនអញ្ចឹងឥឡូវយើងបានមកដល់ចណ្ដាលឡើងដោយសារតែឆ្នេរសមុទ្រហ្នឹងគឺគេធ្វើកន្លែងទប់ទឹកខ្ពស់មែនទែនដើម្បីការពារមានរលកធំៗឬយើងធ្លាប់ដឹងថានៅប្រទេសជប៉ុនគឺធ្លាប់ជួបបញ្ហាស៊ូណាមីអីចឹងទៅអញ្ចឹងហើយទៅគេធ្វើទំនប់ខ្ពស់សម្រាប់ព័ទ្ធជុំវិញឆ្នេរអញ្ចឹងតែឥឡូវខ្ញុំនាំបងប្អូនគ្នាមកមើលទេសភាពនិងបរិយាកាសនៅហ្នឹងដោយសារតែខែហ្នឹងខែត្រជាក់អញ្ចឹងអត់មានអ្នកទេសចរទេគឺមានតែខ្ញុំបាទសម្រាប់បរិយាកាសគឺបែបហ្នឹងយើងអាចមកមើលថ្ងៃលិចដ៏ស្រស់ស្អាតបាននិយាយទៅហើយទាំងអស់គ្នាក៏អាចមើលបរិយាកាសនៅហ្នឹងដូចខ្ញុំថតឲ្យមើលអញ្ចឹងគឺត្រជាក់ខ្លាំងបើនិយាយទៅគឺស្ថានភាព2អញ្ចឹងគឺត្រជាក់ខ្លាំងមែនតើខ្យល់ខ្លាំងមកទៅសាក់ក្បាលដល់ហ្នឹងហើយមកនេះហើយគេទៅតែត្រជាក់ខ្លាំងទឹកកឡុកធំហ៎ហើយខ្ញុំឃើញមានគេស្ទូចត្រីដែរគេស្ទូចត្រីខ្យល់ប៉ុណ្ណឹងហើយមានតែស្ទូចត្រីបាទអរគុណពុកម៉ែបងប្អូនសម្រាប់វីដេអូនៅឆ្នេរកូសាវ៉ាតារីឆូត្រូវបានបញ្ចប់ហើយអរគុណទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត